ប្រិមត្តជាទីគោរពនិងជាទីមេត្រីខេត្តចំនួន39របស់ថៃប្រឈមនឹងរងគ្រោះដោយទឹកជំនន់និងបាក់ដីថៃខេត្តចំនួន39របស់ប្រទេសថៃត្រូវបាននាយកបកឋានអូតូនិយមចេញការព្រមានឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់និងការបំបាក់ដីជាពិសេសពលរដ្ឋដែលរស់នៅតាមដងទន្លេនិងតំបន់ភ្នំនេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃកៅសុតនៅថ្ងៃទី31ខែឧសភាឆ្នាំ2025នេះបើតាមសារព័ត៌មានបានឲ្យដឹងថាគ្រោះធម្មជាតិបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្ដប់កោះហៃណានជះឥទ្ធិពលមកលើប្រទេសថៃដែលបង្កជាភ្លៀងធ្លាក់ខ្លាំងក្រៅពីទឹកជំនន់និងបំបាក់ដីនេះហើយនាយកដ្ឋានអូតូនិយមរបស់ថៃក៏បានប្រកាសផងដែរថារលកសមុទ្រនឹងមានកម្ពស់ដល់ទៅចន្លោះ1ម៉ែត្រទៅ2ម៉ែត្រដូច្នេះអ្នកដែលរស់នៅតាមឆ្នេរសមុទ្រក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់និងហាមអ្នកនេសាទកុំចេញទូកនិងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរនិងក្រសួងអូតូនិយមបាទបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទប្រទេសថៃបាទបន្ទាប់ពីមានការធ្លាក់យន្តហោះគ្រោះថ្នាក់ចរាចរណ៍បាទឥឡូវនេះចូលមកដល់គ្រោះថ្នាក់ទឹកជំនន់ទៀតហើយបាទបន្ទាប់ពីបាទថៃនេះបាទធ្វើការឈ្លានពានមកលើទឹកដីកម្ពុជាក៏ដូចជាលួចបាទវាយប្រហារមកលើទ័ពរបស់កម្ពុជាបណ្ដាលឲ្យបាទទាហានរបស់កម្ពុជានេះម្នាក់បានបាត់បង់ជីវិតចឹងបានថាកម្មតនហន់មិនចាំជាក្រោយទេបងប្អូនបាទគឺសងភ្លាមនៅជាតិនេះតែម្ដងបាទអញ្ចឹងបន្ទាប់ពីថៃធ្វើការវាយឆ្មក់មកលើកម្ពុជាបាទមានគ្រោះធម្មជាតិមានទាំងការបាក់ដីមានទាំងពីបាទព្យុះបាទមានតាំងពីធ្លាក់យន្តហោះគ្រោះថ្នាក់ចរាចរណ៍និយាយទៅគ្រប់សពបណ្ដោយបាទបន្ទាប់ពីធ្វើការឈ្លានពានមកលើទឹកដីកម្ពុជាបាទបងប្អូនប្រិយមិត្តទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់សូមធ្វើការ Subscribe ដូចជាពាក្យថាជាវនៅ Channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានថ្មីៗនៅក្នុងដៃជាបន្តបាទសូមអរគុណសូមជម្រាបលា